រៀបសួរអញ្ចឹងសម្រាប់វីដេអូនេះនាងខ្ញុំសូមបង្ហាញតាក់ទងជាមួយនឹងការស្នើសុំច្បាប់ចាអញ្ចឹងសម្រាប់បុគ្គលិកធម្មតានៅពេលដែលយើង log in មកគឺយើងឃើញ function មួយចំនួនបែបនេះចាអញ្ចឹងឥឡូវខ្ញុំសូមបង្ហាញតាក់ទងតែជាមួយនឹងការសុំច្បាប់ទេអញ្ចឹងដើម្បីសុំច្បាប់បានគឺយើងចុចមកពាក្យថាសុំច្បាប់អញ្ចឹងឥឡូវខ្ញុំសូមចុចចូលពាក្យថាសុំច្បាប់យើងមកចាអញ្ចឹងនៅពេលដែលយើងចុចមកគឺយើងឃើញព័ត៌មាននេះគឺដែលយើងធ្លាប់បានស្នើសុំច្បាប់ពីមុនអញ្ចឹងសម្រាប់ព័ត៌មានទាំងអស់នេះគឺអត់ទាន់ធ្វើការ approve ទេអញ្ចឹងឥឡូវខ្ញុំសូមធ្វើការស្នើសុំច្បាប់ថ្មីចាអញ្ចឹងយើងចុចមកពាក្យថាស្នើសុំច្បាប់យើងមកចាអញ្ចឹងនៅពេលដែលយើងចុចពាក្យស្នើសុំច្បាប់យើងហើយយើងឃើញ form ដែលយើងត្រូវបំពេញព័ត៌មានសម្រាប់ការសុំច្បាប់របស់យើងចាហើយខាងក្រោមនេះគឺជាព័ត៌មានអ្នកដែលត្រូវធ្វើការ approve ច្បាប់របស់យើងតែអ្វីដែលយើងត្រូវបំពេញនោះគឺយើងគ្រាន់តែបំពេញតាក់ទងនឹងប្រភេទនៃការសុំច្បាប់របស់យើងហើយយើងជ្រើសរើសថ្ងៃហើយនឹង reason ដែលយើងច្បាប់របស់យើងទេចាអញ្ចឹងឥឡូវខ្ញុំសូមធ្វើការបំពេញព័ត៌មានរបស់យើងចាអញ្ចឹងយើងអាចជ្រើសរើសប្រភេទនៃការសុំច្បាប់របស់យើងចាអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំជ្រើសរើសប្រភេទសុំច្បាប់របស់ខ្ញុំគឺឈប់សម្រាកឈឺចាអញ្ចឹងយើងចុចពាក្យថាឈប់សម្រាកឈឺមកចាហើយសម្រាប់ទម្រង់ខាងក្រោមនេះទៀតគឺមានចំនួនច្បាប់ដែលយើងអាចសុំបានចាអញ្ចឹងយើងជ្រើសរើសថ្ងៃដែលយើងសុំច្បាប់មកអញ្ចឹងឧទាហរណ៍ថាខ្ញុំជ្រើសរើសថ្ងៃទី13ចាអញ្ចឹងយើងអូសមកខាងក្រោមទៀតគឺជាកន្លែងដែលយើងត្រូវបំពេញមូលហេតុនៃការសុំច្បាប់របស់យើងចាអញ្ចឹងសម្រាប់យើងសុំច្បាប់ជាក់ស្ដែងគឺយើងអាចដាក់មូលហេតុជាក់ស្ដែងរបស់យើងទៅតែសម្រាប់ខ្ញុំដាក់ពាក្យថាតេស្តរិសាខ្ញុំតេស្តទៅលើវីដេអូយើងចាអញ្ចឹងខាងក្រោមទៀតគឺគេឲ្យយើងបំពេញរូបភាពជាឯកសារចាអញ្ចឹងយើងអាប់ឡូតរូបភាពសម្រាប់តេស្តមួយមកចាអញ្ចឹងបន្ទាប់ពីយើងបំពេញព័ត៌មានចប់ហើយគឺយើងអាចចុចពាក្យថាផ្ញើសំណើយើងបានហើយចាអញ្ចឹងឥឡូវខ្ញុំចុចពាក្យថាផ្ញើសំណើរបស់យើងចាអញ្ចឹងការសុំច្បាប់របស់យើងគឺជោគជ័យហើយអញ្ចឹងយើងឃើញព័ត៌មានដែលយើងសុំច្បាប់គឺស្ថិតនៅក្នុងការ pending នៅថ្ងៃទី13ដែលយើងសុំច្បាប់នឹងចាអញ្ចឹងសម្រាប់វីដេអូនៃការស្នើសុំច្បាប់នេះគឺយើងបញ្ចប់តែប៉ុណ្្នឹងចាអញ្ចឹងខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយចាអរគុណ